ទីរបស់យើងដែរតើបងប្អូនមានពាក្យពេចន៍អីចង់ផ្ដាំផ្ញើទៅគាត់ដែរទេបាទបងខ្ញុំចង់ផ្ដាំថាបើសិនជាអាចត្រឡប់ពេលវេលាថយក្រោយបានហើយខ្ញុំដឹងថាថ្ងៃនោះគឺជាថ្ងៃចុងក្រោយដែលខ្ញុំបានជួបគាត់ខ្ញុំនឹងសូមអរគាត់ឲ្យយូរបំផុតហើយខ្ញុំក៏សូមអរគុណគាត់ដែលគាត់បានដើរចូលមកក្នុងជីវិតរបស់ខ្ញុំសាងការចងចាំដ៏ល្អចំពោះបងវាអាចជាចំណែកតូចមួយតែចំពោះខ្ញុំវិញវាគឺជាប្រវត្តិសាស្ត្រពេញមួយជីវិតរបស់ខ្ញុំGentle ease your feet, see change limb and dimmer. ខ្ញុំមិនអាចស្ដាយក្រៅនឹងឆាកជីវិតរបស់ខ្ញុំទេតែរឿងតែមកពិតដែលខ្ញុំស្ដាយក្រៅគឺចង់ឆ្លៀតការស្ដាយបងចំពោះខ្ញុំសំដៅបងប្រាប់តែដែលត្រូវបង្ខិតខ្ញុំហើយខ្ញុំខ្ញុំជីវិតគ្នាបានល្អទេជួបអូន